បើសិនជាគាត់អាចដណ្ដើម slot បានអាក្នុង6 slot នឹងទៀតវាហត់តាអេមទៀតអ្នកគ្នាចានិយាយទៅគឺដូចនិយាយចឹង មែនអេមធម្មតាណាអេមយកតែមែនទេហ្មងណាចឹងបានថាហ្នឹងណាប៉ុន្តែអីដែលគាត់លេងបែបមិញនេះគឺខ្ញុំស្ដាយមែនតើចាជាមួយនឹង VX Liga អត់ដឹងថាហេតុអីបានជាគាត់ត្រូវហោះតាមពិតជាក់ស្ដែងគាត់នៅក្នុងโซนស្រាប់បើសិនជាគាត់គ្រាន់តែបាញ់ support ពីចង្ងាយក៏ខ្ញុំគិតថាគាត់អាចបានខៀលខ្លះដែរឬមួយក៏ជួយបំបែកតកណាពូមិញជូមិញគឺគាត់លេងកំភ្លើងអាមកគាត់វាពិបាកបំបែកតកខ្លាំងមែនតើអាពូប្រភេទ game headshot ណាចាអញ្ចឹងអាហ្នឹងវាបំបែកតកអត់កើតទេអញ្ចឹងបើសិនជាយើងមានកំភ្លើងអីផ្សេងដូចជាប្រភេទអា game អធិស្ឋានកំភ្លើង M60 ចាឬមួយក៏ប៉ារ៉ាហ្វាល់ចាឬមួយក៏ដូច100គ្រាប់ចាដូចអីហ្នឹងអាហ្នឹងវាងាយស្រួលបំបែកតកបើអាកំភ្លើងបាញ់មកគ្រាប់ហើយកន្លោះមកអាបងហ្នឹងអាហ្នឹងវាអ៊ុយពិបាកមែនតើប៉ុន្តែអត់ដឹងថាមិនបានជាគាត់ត្រូវហោះទៅខ្ញុំគិតថាបើជាគាត់គិតថាគេកំពុងប៉ះគ្នាឲ្យបាញ់គ្នាដួលច្រើនហើយមើលទៅចាព្រោះបាញ់គ្នាយ៉ាងយូរដែរអញ្ចឹងគាត់ក៏សម្រេចចិត្តហោះទៅហ្មងទៅប៉ុន្តែបើសម្រាប់ចិត្តខ្ញុំហ្មង zone នៅធំមែនតើអត់គួរណាហោះទៅស្ដាយមែនតើហ្នឹងហើយនៅមួយក៏សល់សមាជិក2នាក់ដែរ2នាក់ជូមិញបើសិនគាត់នៅក្នុងស៊ូនក៏លទ្ធផលឱកាសនៃការឈ្នះរបស់គាត់ក៏អត់មានភាគរយច្រើនដែរដោយសារអីគេកំពុងតែប៉ះគ្នានៅក្រៅស៊ូនផងហើយគាត់កំពុងនៅក្រៅនៅក្នុងស៊ូនស្រាប់អញ្ចឹងឱកាសភាគរយគាត់ច្រើនតែដល់ពេលគាត់ផាច់គិតដូចចាគាត់មិញហ្នឹងហើយអាចនឹងមានការលោឡើងអញ្ចឹងគាត់ចូលដើម្បីអន្តរាគមន៍ដល់ពេលចូលទៅមានណាគេអត់តន់ដុកចាគាត់បាទគេអត់តន់ដុកចឹងវាហានិភ័យមែនតើបែបនេះនិយាយទៅមិញបើតាមខ្ញុំគិតបើទោះបីជាគេនុកក៏ដោយខ្ញុំគិតថាគាត់បាញ់នៅខាងក្នុងល្អជាងនិយាយទៅភាគរយច្រើនវាល្អច្រើនដោយសារអីទីមួយយើងអាចរក្សាសមាជិកយើងបាន2នាក់នៅក្នុងហ្គេមចុងក្រោយ late game late zone ហ្មងហើយ zone ធំមែនតើមិញហ្នឹងចាទី2គាត់ធីមដែលកំពុងតែប៉ះគ្នាហ្នឹងគឺគាត់បានចាប់អារម្មណ៍ជាមួយនឹង VX Lady ទេគាត់កំពុងតែបាញ់គ្នាឲ្យព្យាយាម cover តកកនៅតែក្រៅ zone ទេគាត់បានចាប់អារម្មណ៍មួយពីរធីមហើយក៏អត់ទាន់នឹងមានការតដៃដែរប៉ុន្តែលីកាគាត់ទៅហោះទៅវាធ្វើឲ្យជូគាត់ពិបាកបាញ់ដូចខ្ញុំជម្រាបជូនអ្នកគ្នាក៏ភ្លើងអាមកគ្រាប់បាញ់ឲ្យកន្លោះដោបងនឹងវាមិនងាយបាញ់តកកទេវាមិនងាយទេហ្មងចាអញ្ចឹងវាធ្វើឲ្យធីមដែលកំពុងប៉ះគ្នាហ្នឹងគេទៅរំតែជូបាញ់ទៅគេដឹងថាអូមានធីមចូលមកបាញ់ third party អីចឹងទៅគេរៀងប្រយ័ត្នខ្លួនជាងមុនអញ្ចឹងធ្វើឲ្យគាត់ពិបាកលេងជាមួយនឹង game មិញនេះអូខេតោះឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់ game ទី3ទាំងអស់គ្នាមកមុនណាយើងបាទជាមួយនឹង map Galahari អូខេបញ្ជាក់ទៀតបងប្អូនដែលយើងអ្នកមកក្រោយៗកុំភ្លេចទីការចុច like ចុច share ដើម្បីជាការជួយគ្រប់គ្រងបាទវិស័យ e-sport នៅស្រុកខ្មែររបស់យើងបាទឲ្យកាន់តែដើរកាន់តែរីកចម្រើននេះបាទអូខេខ្ញុំទាំងមិញតោះអូខេឥឡូវនេះមកវិញបងប្អូនយើងបាទហើយគេកប៉ាល់ហោះក៏បានចុះមកហើយជាមួយនឹង map Galahari ជាមួយ game ណាគេចុះមុនអូខេហើយក្លិកមកមើល game របស់យើងពីខាងសមាជិក Rock ចុះដើមកប៉ាល់ហោះតែម្ដងបងប្អូននេះបាទ Sphere ក៏ចុះចិត្តនឹងផងដែរហើយពីខាង WY បាទចុះនៅ Hor Hampot ទេមែនតើបាទបើខ្ញុំអត់ skill map ច្បាស់ហើយ MC ថ្មីថ្មងតែមើលប្រហែលជា season ក្រោយប្រហែលច្បាស់ map ដូចចែដែរហើយបាទអរគុណឃើញថាមកខាស់បាន2ដងទេណាគ្នាមកលើក្រោយ comeback legend បណ្ដោយ comeback legend បណ្ដោយដោយសារអីយកគំរូចែយកគំរូចឹងហើយដល់មួយគឺយល់យើងខ្ញុំមកនេះគឺក្នុងនាមយើងមកជួយ support ក៏ដូចជាជួយគ្រប់គ្រងទៅកាន់វិស័យ e-sport របស់យើងចឹងណាហ្នឹងហើយអូខេចឹងកុំឲ្យខាត់ពេលយូរចាយើងសូមស្វាគមន៍មកកាន់ game ទី3ចាតែ game ទី3របស់យើងគឺធ្វើការលេងទៅលើ map Galahari ចាអញ្ចឹងឃើញថាជាមួយនឹងសមាជិក team របស់យើងឃើញថាមានការចុះមកអត់ជន់ map គ្នាទេចាសម្រាប់ early game មួយនេះចាពី Clock Tower អធិស្ឋានពី Rock ចា Rock គ្រាន់តែចុះនៅលើ map នោះហើយហោះមកលើ blue zone យកបណ្ដោយអ្នកគ្នាចាហោះមក blue zone យកបណ្ដោយវិសាគាត់ check map តោះណាចាគណៈ OBX នេះវាយជាមួយនឹងសេះចាថប់ចាមក take មួយទេបងប្អូនទេបាទអត់ទាន់ឃើញថាធីមណាប៉ះគ្នាទេបាទពី OBX បើយើងក៏លេងមួយគ្នាចឹង OBX គឺគាត់លូត
អាចធីមនៅខាង The Shop គ្នាយើងចាពីកប៉ាល់ទីតនិចមកទៅកប៉ាល់ទីតនិចគ្នាយើងចានេះ map Kalahari អញ្ចឹងសម្រាប់player ខ្លះគាត់អាចនឹងរៀងអត់សូវប៉ះទេព្រោះវិសាវា rank ក៏ដូចជាលេងអត់សូវមានអីចាជាមួយនឹង Kalahari ណាចាបើតែបើធីមសម្រាប់ធីមដែលគាត់ធ្លាប់ខាត់ trend ដៃធ្លាប់ចូលរួម tournament ច្រើនអាចមានបទពិសោធន៍ច្រើនដូចគ្នាប៉ុន្តែយើងឃើញថាជាមួយនឹង map មួយនេះពួកគាត់អត់មានការចុះជន់ map គ្នានោះទេចាគណៈ refinery នៅកណ្ដាលអត់មានធីមចុះទេចាអញ្ចឹងឃើញថាកន្លែងនេះពី fair បោកឆាក់ប៉ះគ្នាដូចគ្នាបដ ாய் ចាទៅលើ kit ចា អាយ៉ាដៃ snap ជាមួយនឹង sphere ជាមួយនឹង kit មួយស្មើមួយទៅមួយមក snap 2 snap 3 snap 4 snap 5 snap អត់ចាំកូដាទេពីខាង kit របស់យើងមកតឲ្យបាយមួយសិន kit ទៅការ clear រត់ទៅក្រោយមួយសិនពីខាង sphere ចូលឬអត់អាយ៉ាចូលបាទ sphere របស់យើងដេញតាមពីក្រោយ kit ហើយដាក់ skill បបាំងកាយរត់ដេញតាមពីក្រោយ kit ហើយ kit ដឹងឬក៏មិនដឹងអាយ៉ាកន្លែងនេះពីខាងដៃ snap sphere ជាមួយនឹង kit ហើយសេរីមកមើលខាងនេះ kit នេះប៉ះជាមួយខាងណាទៀតអូប៉ះជាមួយនឹង sphere ដែរទេបងប្អូនអរគ្នាបាទប៉ះជាមួយនឹង sphere ដែរបាទ sphere នៅខាងក្រោម kit នៅខាងលើពីខាងសមាជិកនៃ team sphere ទៅកាបុកចូលមកហើយពីខាង kit ទម្លាក់គ្រប់បែបផងចូលផង kit ទៅកាបុកចូលហើយបាញ់នុកដនលូទៅសមាជិក sphere មួយបាត់ហើយពីខាង kit ល្អខ្លាំងមែនទែនសមាជិក kit ក៏លុកនុកដូចគ្នានុក2បាត់ហើយពីខាងសមាជិក kit ពីខាង sphere របស់យើងធ្វើបានល្អខ្លាំងមែនទែន2ទូល1ធ្វើមកប្រាវមិននុកដល់អូផ្ដាច់ទៅលើសមាជិក team kit ភ្លាមតែម្ដងបាទពីខាង sphere 3ទៅ2គៀបហើយបាទខាងលើប៉ះខាងលើខាងក្រោមប៉ះខាងក្រោម kit ដៃ snap ប៉ះជាមួយនឹងដៃ snap ដៃបុកប៉ះជាមួយនឹងដៃបុកពីខាងនេះ kit ជាមួយនឹង sphere មួយស្មើមួយទៅមួយមកលោទៅលើសមាជិក sphere មួយបាត់ហើយនេះដៃ snap ដូចគ្នាខាង kit ធ្វើបានល្អខ្លាំងមែនទែន kit 2ទៅ1ទៅកៅរត់ចូលទៅជួយគ្នាមួយទៀតហើយពីខាងសមាជិកនៃ team sphere kit ទប់ជប់ដូចក៏យ៉ាងណាអត់ជាប់ទេ knock down ទៅលើសមាជិកនៃ team kit មួយបាត់ហើយ sphere ទៅកៅទៅជួយគ្នារស់មកវិញបាត់3នាក់ភ្លាមតែម្ដងនេះ3ទៅ3អាយ៉ា kit នៅខាងលើ sphere នៅខាងក្រោមចូលឬក៏មិនចូល sphere ទៅការបុកជួយគ្នានៅកន្លែងបេះដូងហ្នឹងឯងបងប្អូនអរគ្នាកសាកន្លែង map នោះមានបេះដូងអញ្ចឹងក៏បាញ់ត្រផលឡើងហ្នឹងដកមួយជួយបេះដូងនឹងមួយតែម្ដងអាយ៉ាចឹងគេថាជួយហើយលេខមកមើលចា WY អូខេចា WY វិញកំពុងតែមានការប៉ះគ្នាជាមួយនឹងសមាជិករបស់ខាងធីម Rock ខ្មែរចាដែល Rock ខ្មែរនៅខាងក្រោមនេះដូចគ្នាបដ ாய் ចាបន្តទៅការហក់ចូលជួយអូនកាបុកស្គៀមួយចឡើងឡានបាត់ហើយចាកន្លែងនេះបាញ់ធ្លាក់ពីលើឡានអត់ទេធ្លាក់អត់ទេឡានហ្នឹងធ្លាក់អត់ធ្លាក់តែមកយកកម្លាំងបាញ់ចិត្តបាញ់ឆេះឡានទីព្រឹកច្រឡំខាង WY ទីព្រឹកច្រឡំទៅពេលអញ្ចឹងទីព្រឹកខ្លីបាញ់ឡានយកបរោយអូខេខ្ជិលដូអាយ៉ាមិនទៅណាចាមិនទៅណាឆ្ងាយពេលបាន WY ប៉ះជាមួយនឹង sphere ទៀតហើយ sphere មានទីក្រុមហ៎ sphere មកក្រុម fair ពីក្រុម fair automic ជាមួយនឹង fair e-sport ចាអូខេអាយ៉ាកន្លែងនេះពីខាង WY ជាមួយនឹង sphere ដោយការប៉ះគ្នាទៀតហើយ PHL របស់យើងក៏ចូលមកអន្តរាគមន៍ដូចគ្នាពីកន្លែងនេះ WY អាចនឹងមានគ្រោះថ្នាក់អាចចូលកណ្ដាលគេដល់ពីខាងសមាជិក sphere ពីលើផងពីក្រោមផង PHL នៅខាងក្រោយទៀត sphere WY អាចនឹងមានគ្រោះថ្នាក់នុកដល់ទៅលើសមាជិក WY មួយបាត់ហើយពីខាង sphere ធ្វើបានល្អខ្លាំងទេនុកធ្វើការលោមួយទៀតហើយទៅខាងលោមួយទៀតហើយនុក2បាត់ហើយទៅខាងសមាជិកនៃធីម WY sphere 4ទល់នឹង3 4ទល់នឹង1អាយ៉ាដល់សល់អូនកា1ទល់នឹង3ជាមួយអូនកាពីខាងសមាជិកនៃធីម WY អាចបាញ់ជាមួយនឹង smart ដាច់បាត់ហើយចា WY e-sport ចាដាច់ទៅក្នុងចំណាត់ថ្នាក់លេខ12ចាដែលមានការបរាជ័យពីសមាជិករបស់ខាង Fair គណៈសមាជិករបស់ខាងធីម PHL Original ចាក៏មានការចូលមកជា third party មិនដាច់សមាជិករបស់ខាងធីម Fair បាន3រូបដូចគ្នាផងដែរអូ my god PHL មកចូលមកអន្តរាគមន៍មកប្រៅដាច់ធីម Sphere មួយទៀតបាទចាជួបនឹងស្ដាប់ផងអាយ៉ាដល់សមាជិកមួយបាទជួបគ្នាជាមួយនឹងគេអីអត់មានទៅណាឆ្ងាយ Sphere គាត់ទេមក snap អូខេដៃស្នាប់ដូចគ្នាពីខាង sphere មួយស្មើអាយ៉ាជីឡានរត់ហើយ sphere មកជើងកាច់ចូលបត់អាយ៉ាបាញ់ឡានមួយ kit ដៃ snap មួយស្មើមួយទៅមួយមកអត់ចាំគោលដៅទាំងឡាននេះមួយទៅមួយមកអាយ៉ាលោទៅខាងលោពីខាងសមាជិក kit ធ្វើបានល្អមែនទេមក snap វិញដូចគ្នានេះមួយសងមួយទៅមួយមកអាយ៉ា kit ជាមួយនឹង sphereជាមួយនឹង sphere មួយទៅមួយមកអត់ចាំគោលដៅបាច់បើកាយរត់ទៅជីឡានអត់តាន់ទេ kit ចាបានជាការដៃស្រាវដូចគ្នាទៅកាន់ជាមួយសិន sphere មួយទល់មួយសល់ទៅឯងផងអាយយ៉ាងឡើយនេះអាចបាញ់ទៅលើជ្រៀតទៅលើសមាជិកនៃ kit បានដែរទេ sphere អូកលីបកានេះ10 quality បកា team quality ប៉ះជាមួយ team lady មួយស្មើមួយទៅមួយមក team lady នៅសល់សមាជិកទៅ2ទេឡើយនេះ3ទល់នឹង2ទៅកាបាញ់ពីលើផងពីក្រោមផងអាយយ៉ា team សមាជិក team នៃ lady ណុកដល់មួយបាត់ហើយនៅសល់សមាជិកទៅ3ទេអាចផ្ដាច់បានដែរទេក៏ណាពីខាង team W quality អធិស្ឋានមកដល់នេះបាទ
តែកាបុកចូលហើយរត់ទៅជួយគ្នាមួយសិនពីខាង team lady ជួយគ្នារកបានភ្លាមតែម្ដងកន្លែងនេះពីខាងquality របស់យើង clear ទៅជួយគ្នាមួយសិន4ទល់1ទុកឲ្យ Gira បាញ់តែម្នាក់ឯង Gira អាចទប់ជាប់ដែរឬទេឬក៏ចំណាបាញ់ទៅកាប់បាញ់ភ្លាមមួយទៅមួយមក knock ដល់ទៅសមាជិក Lady មួយបាត់ហើយអាយ៉ារត់ហោមកវិធីរ៉ាក់ឡានេះហើយមិនបានអូអត់រត់ទេដាក់ team បាត់ទៅហើយពីខាង team quality ចូលរួមសោកស្ដាយ team quality ដាច់ទៅលើចំណាត់ថ្នាក់លេខ10បាត់ទៅហើយបាទពីខាង team lady អរចាគេថា lady មានការទទួលបាន3ខៀននៅក្នុងដៃមិញខ្ញុំកំពុងមើលមួយស្មើនោះមិញកំពុងល្អមើលបត្តនាបាត់ចាគិតជួយគ្នាវិញបានហើយដល់គ្នា3រូបចាអញ្ចឹងគេថាប៉ះគ្នាជាមួយនឹងសមាជិករបស់ team PHL original ចាដែល PHL របស់យើងគឺមានសមាជិករហូតដល់ទៅ4នាក់ពេញតែម្ដងចាកំពុងតែមានការបាញ់ Spider-Man ឡើងទៅបាញ់ទៅលើសមាជិករបស់ខាង Kit ហើយចាកន្លែងនេះអាយ៉ាវៀងមួយជាមួយនឹងអាយ៉ាពីខាង team PHL បាជាមួយនឹង Kit បន្តទៀតអាយយនុកដល់ទៅលើសមាជិកនៅ team PHL មួយភ្លាមតែម្ដងកន្លែងពីខាងសមាជិក Kit 3ទល់3 PHL នុកដល់ទៅលើសមាជិក Kit មួយវិញភ្លាមតែម្ដង1សង1កន្លែងនេះទៅកាន់ឡូ1ឡូ2នុកដល់មួយមិត្តទុក2ទៅលើសមាជិក team PHL មួយបាត់ហើយកន្លែងនេះភ្លាមតែម្ដង3 box ភ្លាមពីខាង team Kit នុក2នុក3ដល់សល់1អាយ៉ាជួយគ្នារកវិញកន្លែងនេះ3ទល់2ទៅដែរសាប៊ូមកពីក្រោយមកគៀបហើយbrother បាញ់ពីក្រោយមកប្រូសាអត់កើតទេគេដាក់ headshot បាត់ហើយដូចហៅគ្នាអត់ត្រូវមិនទេអូនអើយចាបាទគិតដូចនិយាយគ្នាអត់ត្រូវដាក់ម៉ូគ្នាអត់ត្រូវបណ្ដោយចាកន្លែងនេះតែពុតគាត់ត្រូវបាញ់ទៅលើ PHL បានប៉ុន្តែជាអកុសលដូចនិយាយគ្នាអត់ចូលចាអញ្ចឹងធ្វើឲ្យគេធ្វើការបបែកស៊ីបានវិញដូចគ្នាផងដែរចាពីសមាជិករបស់ខាង Kit ពូសានគឺថាដាក់តកទៅណាទេចាគ្នាគាត់ក៏មានការចូលមកបាន3នាក់ដូចគ្នាផងដែរចាកន្លែងនេះអីត្រូនខ្ញុំនេះធំមិនអីបាទអាយ៉ាមិនទាន់ទៅណាឆ្ងាយទេអាយ៉ាទៅកាបាញ់ទុកដល់ទៅសមាជិក team Kit មួយទៅអាយ៉ានុកមួយស្មើវិញព្រាមមកសងមកនៅសងសមាជិកតែ2ទេពីខាង team PHL ពីខាងសមាជិកនៅ team Kit ទៅការរត់ទៅរត់មកជួយគ្នាមួយសិនពីខាង PHL រត់ទៅជួយគ្នាផងដែរកន្លែងនេះពីខាង Kit Gavin តពីក្រោយហើយកន្លែងនេះ Gavin 1 2 នុកដល់លើទៅតាម PHL មួយបាត់កន្លែងនេះ2 0 1 Gavin អត់ទេអូនុកមើលស្មាត PHL មួយទៀតបាត់អូនុក2នុក3នុក Kit វិញមួយផងដែរពីខាង PHL រត់ទៅជួយគ្នាមួយសិនកន្លែងនេះ1ទល់1អាយ៉ាដាច់ធីមណាគេមួយទៀតបាត់ហើយអូ VA Lady ដាច់ធីមបាត់មិនគេដាច់ធីមជាស្រ័យនេះចាំមែនទេជាស្រ័យមើលអស់បងប្អូនហើយបាទមើលកន្លែងតែមើល PHL ប៉ះមួយ Kit នេះនោះប៉ះគ្នាដាច់ធីមដែរបាទអូខេឲ្យកលេមកមើលខាងធីមសមាជិកនៃធីមOBH ទទួលបានមកគ្នាទេវគ្គនេះOBH មួយទេបាទតាអាយ៉ាតែកាបុកជុំមកពីខាងក្រោមមកពីខាងធីម Lady OBH 1ទល់1 knock របស់ធីម Lady បាត់ហើយពីខាងធីម OBH អូខេសមាជិកនៅសល់តែ2ទេអូ knock 2មាន knock តែ1ណា knock 2ពីខាងសមាជិកនៃធីម OBH អូខេប៉ះជាមួយនឹង Lady កន្លែងនេះ OBH ចាសល់មួយចុងក្រោយអូគ្នាគាត់នៅឆ្ងាយអូនចាប្រូ KL អាយ៉ានៅឆ្ងាយហើយមកប៉ះគេទៀតប៉ះជាមួយនឹង PHL ទៀតអាយ៉ា OBA KL មួយស្មើផាត់មួយទៅអូខេបាញ់1បាញ់2លោទៅលើសមាជិកនៃធីម PHL មួយអូខេ KL ទៅកាបុកចូលហើយគាត់មួយត្បោអូធំដាក់គ្នាអត់ឡើយមួយទៅអូយដាក់ធីមបាត់ទៅហើយពីខាងធីម OBA PHL ដៃនេះល្អមែនតើជាមួយនឹង PHL original ចាគណៈមានការទទួលបាន10 kill នៅក្នុងដៃចាគាត់លេងមួយតែគ្នាចាពីធីមអាយ៉ាមកគេលេងមកមើលខាងសមាជិកទីម Sunset Flower 5 kill នៅក្នុងដៃ snap នៅលើទៅគេហៅគេកប៉ាទីតនិកចាអីគិតឯណាវិញចាប៉ះគ្នាដាច់ស្រេចទេនៅតែបន្តទៅការប៉ះគ្នាដូចគ្នាផងដែរជាមួយនឹងសមាជិករបស់ team PHL original ចា PHL original គឺនៅលើ map foundation និយាយទៅគឺពួកគាត់នៅក្រៅ zone ទាំងអស់គ្នាតែម្ដងណាចាតែគាត់នៅសល់សមាជិក2នាក់ដូចគ្នាផងដែរចា2នាក់3នាក់ប៉ុន្តែ2នាក់នៅក្រៅ zone នៅជិតគ្នាចាឃើញថាកន្លែងនេះមានកាក់ចំនួន400 600ជួយគ្នាបានមួយដូចគ្នាផងដែរចាកន្លែងនេះពី Flamzចា zone ក៏ចាប់ផ្ដើមឈឺទៅហើយចាកន្លែងនេះជាមួយនឹងខាង Kit ចាគណៈ PHL បានឡាន drop មួយឡាននេះបើគេបាញ់ធ្លាក់ពីលើឡានអាយ៉ាមើលឃើញអត់អាយ៉ាមើលឃើញអូពីខាងសមាជិកនៃធីមសំតនបាត់អូខេអត់ទេពីខាងធីមលោក admin ចាលោក
អធិស្ឋានបងប្អូននេះបើចេះគាត់ control ទៅខ្ញុំព្រួយនិយាយដាច់បាត់បាត់តើអត់ទេខ្ញុំអត់បញ្ហាមើលខាងកលេមើលខាង team Lock at me បាទ7គ្នានៅក្នុងដៃទៅការរត់ចូលស៊ូមួយសាមកពីខាង Lock at me ចុះទៅខាងក្រោមខ្ញុំគិតថាជាមួយ team ណាចេះនៅខាងក្រោមអត់ទាន់មានទេអូខេអត់មានទេតោះកន្លែងទៅបាទអាយ៉ា PHL ជាមួយនឹង Lady ទៅការប៉ះគ្នាម្ដងទៀតសារជាថ្មីហើយកន្លែងនេះពីខាង PHL NATO មិនឃើញតែការលេងរបស់ NATO ធ្វើបានល្អខ្លាំងមែនទេអាយ៉ាប៉ះជាមួយនឹងពី team Lady ម្ដងមើលទៅជាយ៉ាងណា NATO នៅក្រៅស៊ូនផង NATO អាចឬទេចូលស៊ូនបានដែរទេឬក៏យ៉ាងណាពីខាងសមាជិកនៃ team Lady កាក់ស៊ូនតែម្ដងមិនឲ្យចូលស៊ូនអាយ៉ាឲ្យគ្នាចូលស៊ូនអត់ឲ្យចូលស៊ូនទេហើយបើជាចាប់ map NATO បានបាត់ហើយហើយយើងក្លេកមកមើលខាង Sunset Flower របស់យើងបាទ6គ្នានៅក្នុងដៃប៉ះជាមួយនឹង team Kid សមាជិកមួយវិធី Kid knock down ទៅសមាជិក team Kid បាត់ទៅហើយកន្លែងនេះធ្វើបានល្អខ្លាំងទៅខាង team Sunset Flower នៅលើ team នៅលើ map ច្រឡំនៅលើ map នៅលើកប៉ាល់ហោះ Titanic បងប្អូនគ្នាបាទទេកប៉ាល់ហោះ Titanic នៅក្នុងសមុទ្របាទនេះនៅលើគោកចឹងរីកទឹកអស់រីកអស់អូខេយើងលើកមកមើល game យើងជាបន្តទៀតខាងដៃ Snap របស់ Sunset Flower នៅលើនេះតែម្ដងបាទបើជា enemy មិនទាន់ចាប់ map របស់ player team Sunset Flower បានទេបងប្អូននេះនៅលើ map តែម្ដងបាទអាយ៉ានេះមើល Lady បាច់ជាមួយ PHL ដាច់ team ទៅលើ team អូស្វីអធិស្ឋានពីចាល់អូអធិស្ឋានមកនេះបាទច្រឡំឃើញលូតឈ្មោះជន់គ្នាពេលចឹងរ៉ាគូមួយច្រឡំអូខេដៃ team PHL បាទហើយបងប្អូនអរគ្នាបាទចូលរួមសោកស្ដាយផង PHL បាទជាប់ទៅលើចំណានលេខ6ឥឡូវនេះសួនច្បាស់រួមទួយនៅសល់តែ5 team នោះទេបងប្អូនអរគ្នាបាទជាកលេខមកមើលខាង team Lady គឺ15 clear ពេញបឹបតែម្ដងអូ my god វានេះធ្វើបានល្អខ្លាំងទេពីខាង team Lady ចាអាយ៉ាមើលទៅទៀតចឹងគេថា fair ចា fair នេះវិញនៅសល់សមាជិកតែ3នាក់ទេពី fair អត់ទៅម៉េចចាក៏ដូចពី Kid មានការទទួលបាន12 kill ក៏ដូចជាពីសមាជិករបស់ Sunset Flower កន្លែងនេះជាមួយនឹងការចាប់ប្លង់នៅលើកប៉ាល់ Titanic នេះបាញ់បានគ្រប់ map យកតែម្ដងចាក៏ពុទ្ធមានការដាក់សម្ពាធទៅលើសមាជិករបស់ការ team Lock at me នុកសមាជិក2នាក់បាត់ហើយនៅសល់តាឡាហើយយកស្វាក៏មានគ្រោះថ្នាក់ខ្លាំងចាស្វានេះមានគ្រោះថ្នាក់ចា fair តើឲ្យស្វាដាច់ស្វាមួយទៀតបាត់ទៅហើយបងប្អូនអរគ្នាបានល្អខ្លាំងមែនទែនចាប់ map បានយ៉ាងច្បាស់ខ្លាំងមែនទែនពីខាង team Sunset Flower បាទចាប់ map នៅលើអាកប៉ាល់ Titanic នេះល្អរបស់គាត់មែនទែនពីខាង team Sunset Flower ហើយគេមកខាង team Lock at me នៅខាងក្រោម team Sunset Flower នេះបងប្អូនដូចជាសល់សមាជិកតែមួយទេចាមួយហ្នឹងហើយចាដូចជាមួយបាទអូខេទីការបោកចូលហើយទៅចាប់បាន team ស្វានៅខាងក្រោមមួយទៀតពីខាង team Sunset Flower ចូលទៅផ្ដាច់ team ស្វាឬក៏យ៉ាងណាអាយ៉ា Sunset Flower នៅខាងលើចាប់ map បានល្អខ្លាំងមែនទេបាទស្វារបស់យើងនៅសល់សមាជិក2ទេអាយ៉ាទៅការបោកចូលទៅហើយឃើញស្វាឬក៏មិនពីខាងសមាជិក team យ៉ាគូឃើញអត់អាយ៉ាពីខាងដៃ snap របស់ស្វាអត់ដៃ snap របស់ Sunset Flower ដូចជាមួយឃើញអូចូលសួនមួយសាបងប្អូននេះអត់កើតទេសួនចាប់ដើមរួមទួយមកហើយចោះមកដល់អាចទៅវាគ្រោះថ្នាក់ហើយ team Kid នៅខាងក្រោយរបស់សមាជិកនៃ team Sunset Flower មើលឃើញ team Kid ដែរទេឬក៏យ៉ាងណាអាយ៉ាទៅរកកន្លែងការពារខ្លួនមួយសិន1-2ខាង team Sunset Flower អូដាច់ team ទៅលើសមាជិកនៃ team Lock at me បាត់ទៅហើយ Sunset Flower ផ្ដាច់ team Lock at me ភ្លាមតែម្ដងឡើយនេះនៅសល់តែ4 team ចុងក្រោយតែប៉ុណ្ណោះស៊ូនចាប់ផ្ដើមរួចទូខ្លាំងមែនទេហើយអាយ៉ា12គ្នានៅក្នុងដៃ Sunset Flower អាចយកជីបានដែរទេឬក៏យ៉ាងណាអូខេទៀវចាគេថាតែការបុកចូលហើយឃើញលេខទៅអូខេអូខេប្រខាំ team Lady អូខេ1-2នៅសល់សមាជិកទៅ2ទេខាង team Lady របស់យើង15គ្នាក្នុងដៃ Lady ក៏មិនណយដែរបងប្អូនអរគ្នាទៅការរត់ចូលសួនមួយសិនឃើញណាគេនៅខាងក្រៅមួយអូ team Kid ផ្ដាច់ទៅលើសមាជិកនៃ team Kid អូ knock down វិញភ្លាមតែម្ដងមានការរំខានពីខាង team Sunset Flower អាយចាំទៅកាបាញ់តភ្លាមផងពីខាង team សមាជិកនៃ team Lady មួយអូមក team ស្មាសក់3 team ទៀតបងប្អូននេះអធិស្ឋានអូយដាច់ team បាត់ហើយទៅលើសមាជិកនៃ team Lady Legend ចាគាត់មានការដាច់ទៅក្នុងចំណាត់ថ្នាក់លេខ3បាត់ហើយចាគណៈសមាជិករបស់ខាង Fair Automatic នេះនៅសល់តែឯងទេអូនចា1-4មើលទៅមានចូលសើច Google 1/4 How to play 1/4ចានិយាយចឹងដូចដាក់សម្ពាធ team ស្វាខ្ញុំដល់ហើយអូខេមកអូតារួយទេចាចុះអបអរសាទរទៅកាន់